Tại hành trình mi bạn bạc xaនៅក្នុងកម្រិតខ្ពស់$4,303ក្នុងមួយអោននៅព្រឹកថ្ងៃច័ន្ទនេះសូមស្វាគមន៍មកការវិភាគតម្លៃហាងចេញមាសប្រចាំថ្ងៃច័ន្ទទី15ខែធ្នូឆ្នាំ2025យើងឃើញថាមាសនៅក្នុងថ្ងៃច័ន្ទនេះបើកផ្សាយនៅតម្លៃ$4,303ក្នុងមួយអោនឬក៏ប្រមាណជា$5,184ក្នុងមួយដំឡឹងយើងមកវិភាគតម្លៃហាងចេញមាសនៅក្នុងថ្ងៃច័ន្ទនេះទាំងអស់គ្នាថាតើវាអាចនឹងមានការងើបឡើងទៅលើបន្តបន្ថែមទៀតឬក៏មានការធ្លាក់ចុះមកវិញចឹងកុំឲ្យខាតពេលយូរយើងចូលទៅមើលការវិភាគតាមបែបបច្ចេកទេសទាំងអស់គ្នាយើងចាប់ផ្ដើមមើលពីបកគោប្រចាំសប្តាហ៍តែមុនបងប្អូនយើងឃើញថាបកគោប្រចាំសប្តាហ៍មាសគឺស្ថិតនៅក្នុងទំនោរកើនឡើងដដែលតែបើយើងមើលពីកម្លាំងទិញបាទមាសគឺបានកើនឡើងបកខ្ពស់ជាពិសេសការបិទផ្សារកាលពីសប្តាហ៍មុនបាទបាឌីរបស់វាគឺបានឡើងផុតនៅបាទបាឌីចាស់ទាំងអស់អញ្ចឹងត្រូវចំណុចនេះខ្ញុំមើលឃើញថាមាសនៅក្នុងសប្តាហ៍ថ្មីនេះនឹងបន្តកើនឡើងទៅលើបន្ថែមទៀតបាទយើងមកមើលបកគោប្រចាំថ្ងៃទាំងអស់គ្នាបងប្អូនបកគោប្រចាំថ្ងៃខ្ញុំមើលឃើញមាសគឺស្ថិតនៅក្នុងទំនោរកើនឡើងដដែលបាទទាំងទំនោរតូចទាំងទំនោរធំនេះគឺទំនោរធំបាទហើយនេះគឺទំនោរតូចរបស់វាណាអញ្ចឹងគឺវាស្ថិតនៅក្នុងទំនោរកើនឡើងដូចគ្នាហើយបច្ចុប្បន្នបើយើងមើលពីកម្លាំងទិញគឺមាសគឺកំពុងតែមានកម្លាំងទិញឡើងទៅលើបន្តកាលពីថ្ងៃសុក្របើថាមានការកើនឡើងខ្លាំងហើយធ្លាក់ចុះមកវិញប៉ុន្តែមាសគឺស្ថិតនៅក្នុងបាទកម្លាំងទិញខ្លាំងដដែលពួកបិទប្រគូបបៃតងអញ្ចឹងទិសដៅវានៅក្នុងឯនេះខ្ញុំមើលឃើញពីការកើនឡើងទៅលើបន្តបន្ថែមទៀតបាទយើងចូលទៅមើលប្រគោរយៈពេល1ម៉ោងទាំងអស់គ្នាបងប្អូនប្រគោរយៈពេល1ម៉ោងខ្ញុំបែងចែកជាកម្រិតទាបកម្រិតខ្ពស់បាទជាតំបន់សំខាន់ដែលយើងអាចធ្វើការទិញលក់បានណាអញ្ចឹងសម្រាប់កម្រិតទាបគឺមាន3កម្រិតដែលកម្រិតទី1គឺនៅកម្រិត$4,287ក្នុងមួយអោនកម្រិតទាបទី2នៅកម្រិត$4,247ក្នុងមួយអោនហើយនិងកម្រិតទាបទី3គឺនៅកម្រិត$4,214ក្នុងមួយអោនអញ្ចឹង3កម្រិតនេះគឺជាកម្រិតដែលយើងអាចធ្វើការទិញឡើងទៅលើបានហើយសម្រាប់កម្រិតខ្ពស់ក៏មាន3កម្រិតដូចគ្នាដែលកម្រិតទី1គឺនៅកម្រិត$4,324ក្នុងមួយអោនកម្រិតខ្ពស់ទី2គឺនៅកម្រិត$4,365ក្នុងមួយអោនហើយកម្រិតខ្ពស់ទី3គឺនៅកម្រិត$4,430ក្នុងមួយអោនបាទ3កម្រិតនេះគឺជាកម្រិតដែលយើងអាចបិទយកផលចំណេញក៏ដូចជាធៀបធ្វើការលក់ចុះមកវិញផងដែរបាទអញ្ចឹងសម្រាប់មាសទិសដៅនៅក្នុងព្រឹកនេះខ្ញុំមើលឃើញថាអាចនឹងប្រែប្រួលនៅក្នុងចន្លោះពី support ទី1ទៅ resistance ទី1មានណាប្រែប្រួលពីចន្លោះកម្រិតទាបទី1នេះ$4,287ទៅកម្រិតខ្ពស់ទី1$4,324បាទទិសដៅខ្ញុំមើលឃើញអាចនឹងប្រែប្រួលក្នុងចន្លោះហ្នឹងនៅក្នុងព្រឹកហ្នឹងអញ្ចឹងទិសដៅអាចនឹងឡើងទៅលើទៅ$4,324បើបកមិនដែរទេវានឹងមានការធ្លាក់ចុះមកកម្រិត$4,287វិញបាទតែក្នុងករណីបើសិនជាមាសបំបែកឲ្យចន្លោះទី1ហ្នឹងបាទឧទាហរណ៍បើសិនវាបំបែកទៅលើ$4,324វានឹងបន្តកើនឡើងទៅលើបាទទៅ$4,365ហើយនឹងបន្តទៅរក$4,430ក្នុងមួយអោនបាទហើយក្នុងករណីមួយទៀតបើសិនជាវាធ្លាក់ចុះមកខាងក្រោមវិញបំបែក$4,287អញ្ចឹងទិសដៅវាអាច$4,247ឬក៏ទាបបំផុត$4,214ក្នុងមួយអោនបាទជាកម្រិតល្អក្នុងការទិញណាអញ្ចឹងបងប្អូនដែលទិញមាសគីឡូអាចទិញពី2កម្រិតនេះទិញមាសគីឡូឬក៏ហាងឆេងអាចទិញពី2កម្រិតនេះ$4,247ឬក៏$4,214សម្រាប់កម្រិត$4,287នេះខ្ញុំអត់recommendទេព្រោះតម្លៃវាខ្ពស់មែនតើណាបាទទិញក៏ពិបាកចំណេញដែរនៅខាងលើនេះបាទសម្រាប់បងប្អូនទិញមាសគីឡូឬក៏ហាងឆេងណាហើយមួយទៀតសម្រាប់មាសបច្ចុប្បន្ននេះវាស្ថិតនៅក្នុងទំនោរកើនឡើងសម្រាប់ការលក់ចុះខ្ញុំអត់សូវ recommend ឲ្យបងប្អូនធ្វើការលក់ទេបាទអញ្ចឹងយើងធៀមចាំទៅទិញឡើងទៅបាទផឹកនេះនៅតែអាចនឹងកើនឡើងទៅលើដដែលហើយបែក$4,324នឹងបន្តកើនឡើងទៅខ្លាំងបន្ថែមទៀតជាពិសេសក្នុងសប្តាហ៍ថ្មីនេះអាចនឹងបំបែកកម្រិតខ្ពស់ចាស់ណាគេហៅថាបង្កើតប្រវត្តិសាស្ត្រថ្មីអញ្ចឹងសប្តាហ៍នេះបងប្អូនធៀមចាំមើលទាំងអស់គ្នាទៅអញ្ចឹងមាសអាចនឹង surprise អាចនឹងឡើងទៅផុតតែយ៉ាងណាមិញក៏រៀងប្រុងប្រយ័ត្នដែរព្រោះដោយសារចង់ឆ្នាំហើយបាទការជួញដូរគឺត្រូវប្រើប្រាស់ stop loss ការពារខ្លាចមានរដ្ឋការណាមួយអាចនឹងធ្វើឲ្យទីផ្សារប្រែប្រួលខុសប្រក្រតីបាទអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសម្រាប់បងប្អូនដែលចង់បើកគណនីទិញលក់មាសបាទបងប្អូនអាចតាក់ទងមកកាន់លេខទូរស័ព្ទដែលខ្ញុំបានដាក់នៅក្នុង caption ហើយសម្រាប់បងប្អូនដែលចង់សិក្សាស្វែងយល់សម្រាប់ការបង្រៀនយើងនឹងមានវគ្គបង្រៀនមួយនៅថ្ងៃទី18 19សប្តាហ៍នេះបាទអញ្ចឹងការចោះឈ្មោះយើងចិត្តពេញហើយបាទខ្ញុំកំណត់ត្រឹមតែ10នាក់ទេអញ្ចឹងឥឡូវដូចជាបាន8នាក់ហើយអញ្ចឹងនៅសល់2នាក់ទៀតបងប្អូនដែលចាប់អារម្មណ៍អីបងប្អូនអាចចោះឈ្មោះឲ្យហើយបាទចិត្តពេញហើយបាទអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសូមអរគុណសូមគោរពលាបើគណនីទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ